ខេត្តកោះកុងក្នុងរយៈពេល3ថ្ងៃក្នុងឱកាសពិធីបុណ្យអុំទូកទទួលស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តស្នាក់នៅយ៉ាងច្រើនសន្ធឹកសន្ធាប់កោះកុងរយៈពេល3ថ្ងៃក្នុងឱកាសនៃពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែបណ្ដែតប្រទីបខេត្តកោះកុងទទួលស្វាគមន៍ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តស្នាក់នៅតាមតំបន់រមណីយដ្ឋាននានាប្រមាណជាង 70,000 នាក់ទាំងភ្ញៀវជាតិនិងអន្តរជាតិលោកគុណភក្តីប្រធានការិយាល័យព័ត៌មានទេសចរនិងផ្សព្វផ្សាយទេសចរនៃមន្ទីរទេសចរខេត្តកោះកុងបានឲ្យដឹងថាក្នុងឱកាសនៃពិធីបុណ្យអុំទូកអកអំបុកបណ្ដែតប្រទីបនិងសំពះព្រះខែចំនួនភ្ញៀវទេសចរជាតិនិងបរទេសស្នាក់នៅនិងកម្សាន្តតាមតំបន់គោលដៅទេសចរនានាក្នុងខេត្តសរុបមានចំនួន 78,521 នាក់កើនឡើងចំនួន 47,103 នាក់ស្មើនឹង 149% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2024 ក្នុងនោះភ្ញៀវជាតិមានចំនួន 77,684 នាក់កើនឡើងចំនួន 46,862 នាក់ស្មើនឹង 152% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2024 រីឯភ្ញៀវបរទេសមានចំនួន 837 នាក់កើនឡើង 241 នាក់ស្មើនឹង 40% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2024 លោកសកុនភក្តីបានឲ្យដឹងទៀតថាមូលហេតុនៃការកើនឡើងភ្ញៀវទេសចរអាកាសធាតុអំណោយផលល្អតំបន់ទេសចរថ្មីៗជាច្រើនសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីផ្លូវជាតិលេខ10និងផ្លូវលេខ48បានផ្ដល់ភាពងាយស្រួលនៅក្នុងការធ្វើដំណើរលំហូរភ្ញៀវទេសចរធ្វើដំណើរពីបណ្ដារាជធានីខេត្តពិសេសខេត្តពោធិ៍សាត់ប៉ៃលិននិងខេត្តបាត់ដំបង